ប៉ែតខ្សែ20ប៉ែតខ្សែ20គឺជាអ្វីប៉ែតខ្សែ20បាទគឺជាទំហំទឹកប្រាក់ដែលក្លឹប Manchester United គ្រោងនឹងចំណាយនៅរដូវក្តៅខាងមុខនេះ80លានផោនសម្រាប់កីឡាករដែលមកជំនួស Casemiro គណៈដែលខ្សែបម្រើការពារ Brazil ម្នាក់នោះនឹងចាក់ចេញនៅដំណាច់រដូវកាលនេះ40លានផោនទៀតសម្រាប់ខ្សែបម្រើម្នាក់ទៀតដើម្បីមកជំនួស Manuel Ugarte ដូច្នេះបានន័យថាខ្សែបម្រើការពារ Uruguay ម្នាក់នោះនឹងចាក់ចេញពី Old Trafford បាទនៅដំណាច់រដូវកាលនេះដែរហើយបាទហើយក្លឹបកំពុងតែស្វែងរកកីឡាករម្នាក់ទៀតមកជំនួស Ugarte បាទនឹង20លានផោនទៀតបាទទៅលើខ្សែបម្រើទី3បាទនិយាយទៅគម្រោងរបស់ Manchester United នៅរដូវក្តៅនេះបាទគឺផ្ដោតទៅលើតំបន់បម្រើតែម្ដងត្រូវការខ្សែបម្រើរហូតដល់ទៅ3នាក់នៅក្នុងនោះបម្រើការពារដល់ទៅ2នាក់ទៅហើយ20លានផោនទៀតបាទគឺប្រហែលជាក្លឹបចង់រកខ្សែបម្រើណាល្មមដើម្បីយកមកបំពេញចន្លោះខ្វះខាតបាទនៅទូនាទីបំរុងជាមួយកញ្ចប់ទឹកប្រាក់ប៉ុណ្ណេះបាទ140លានផោនអាចយកកីឡាករមកបានត្រឹម3នាក់តើពុកម៉ែបងប្អូនគិតថាស័ក្តិសមឬយ៉ាងណា